នេះគ្រាន់តែជាឈុតសាបសម្រាប់មកអង្គុយញ៉ាំសាច់អាំងនៅមណ្ឌលគិរីបើជើងកវែងកសែងបងកអញ្ចឹងណាអរុនសួស្ដីអ្នកទាំងអស់គ្នានេះគឺជាទេសភាពពេលព្រឹកពីមុខបន្ទប់ដែលខ្ញុំគេងអូយស្អាតខ្លាំងហ្មងដូចផ្ទាំងគំនូហ្មងតាំងអានេះខ្ញុំថតចេញពីក្នុងបន្ទប់មានកញ្ចក់មកតង់ផងនៅតែឃើញស្អាតឃើញអង្គលន់អីនេះមិនមែនរំជួយផែនដីទេណាបងប្អូនគឺនៅនេះគឺខ្យល់ខ្លាំងមែនតើពេលព្រឹកគេភ្ញាក់មកគឺគេនាំគ្នារកអាហារពេលព្រឹកតែបើពួកខ្ញុំវិញគឺមករកកាហ្វេមកញ៉ាំកាហ្វេនេះគឺកាហ្វេទឹកខ្មៅនៅជើងភ្នំដោះកមុំស្រាប់កាហ្វេដែលខ្ញុំញ៉ាំនេះមិនមែនជាហាងទេបើនិយាយទៅដូចជាទៀមកាហ្វេមួយអញ្ចឹងតែគេឆ្នៃពីឡានមកហើយនេះគឺជាបរិយាកាសជុំវិញកន្លែងលក់កាហ្វេនឹងដែលយើងអាចអង្គុយញ៉ាំកាហ្វេបាននិយាយទៅនៅនឹងម្យ៉ាងដែរអ្នកនរគ្នាអត់មានម្លប់អីជ្រោកទេប៉ុន្តែនៅនឹងយើងអាចអង្គុយបានដោយសារអាកាសធាតុនៅមណ្ឌលគិរីដឹងឯអ្នកនរគ្នាគឺខ្យល់ហើយវាត្រជាក់អញ្ចឹងខ្ញុំមកដល់លេងមណ្ឌលគិរីនេះគឺបែប slow បែបខ្ជិលទេអានេះកំពុងអង្គុយចាំមិត្តភក្តិគេធ្វើការងារព្រោះខ្ញុំមកនេះគឺមកតាមមិត្តភក្តិទេមិត្តភក្តិគេឡើងមកធ្វើការនៅមណ្ឌលគិរីតែខ្ញុំមកលេងទៅព្រោះណាមួយទៅនៃពីការងារដែរហើយក៏ឆ្លៀតឡើងមកលើភ្នំដោះកមុំបន្តិចទៅក៏មកដល់អាកន្លែងគេថតរូបខ្ញុំឆ្លាញ់មណ្ឌលគិរីហ្នឹងប៉ុន្តែខ្ញុំអត់បានថតទេថតតាមដាក់ក្នុងវីដេអូ footage ឲ្យអ្នកនរគ្នាមើលតែប៉ុណ្្នឹងទៅគឺពួកខ្ញុំចេញទៅមកកន្លែងទៀតសម្រាប់ទីតាំងមកកន្លែងទៀតនេះគឺជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃមយូរ៉ាសម្រាប់ទីតាំងមកកន្លែងហ្នឹងគឺឆ្ងាយពីខេត្តខ្លាំងមែនតើហើយអាហ្នឹងពិបាកសេចក្នុង Google បន្តិចតើតាមានលេខ contact របស់អ្នកគាត់នៅហ្នឹងយើងខលសួរគាត់ទៅហើយគាត់ប្រាប់ផ្លូវប្រាប់អីមកហើយដែលខ្ញុំមកនេះគឺចង់មកមើលសត្វព្រៃដូចជាឆ្លោះនៅហ្នឹងមិនមែនមានត្រឹមតែឆ្លោះហើយមានជ្រូកព្រៃដែរប៉ុន្តែជ្រូកព្រៃនៅក្រៅមកនេះរកណាមកឃើញអានបាត់ទេអូបើតើវាតអស់ហ៎ចូលមកឲ្យទៅបងអូប្រហែលហ្នឹងកាយអត់បងអត់កាយផងចូលណាចាំនឹងតមួយអាដើមដែលវាជួយចិត្តច្រើនជាងគេហ្នឹងគឺអាគ្រួយធំធេងពីច្រើនហ្នឹងអត់ផងអីផងមកដល់គេច្រើនសម្បូរគ្នាបរទេសមកអត់បងបាទចិនពីចិនអូនៅមួយមាន់អានេះស្តៀងមាន់ប្រាំងអាមួយនេះបងអាចទុកដាក់នេះមកបានយើងចង់ខថប់ផាគឺលេងដៃហ្នឹងមកយ៉ាងអត់គាត់ថាដៃហ្នឹងហើយសារៈអាហារពេលថ្ងៃពួកខ្ញុំញ៉ាំចំណាហើយចំណានេះគឺយើងត្រឡប់មកនៅក្នុងខេត្តវិញមកញ៉ាំនៅក្នុងខេត្តសម្រាប់ទីតាំងបងចំណាចាំខ្ញុំដាក់ location នៅក្នុង comment ណាចឹងបងប្អូនចង់ទៅអាចចូលទៅមើលក្នុង comment ខ្ញុំបានខ្ញុំដាក់ link location ឲ្យតបពីញ៉ាំហើយគឺពួកខ្ញុំនាំគ្នាជិះម៉ូតូកង់4ទៅលើភ្នំទៅថតទេសភាពថ្ងៃលិចខែដែលខ្ញុំទៅនេះគឺជាខែលំហើយចឹងស្មៅអត់សូវមានទេវារៀងក្រៀមពណ៌វាអត់សូវបៃតងស្អាតទេប៉ុន្តែអីដែលស្អាតហ្នឹងគឺថ្ងៃលិចគឺស្អាតខ្លាំងមែនតើហើយខ្ញុំក៏ត្រឡប់មកកន្លែងគេងវិញនេះគឺជាទីតាំងកន្លែងដែលខ្ញុំគេងទេសភាពនៅលើហ្នឹងគឺស្អាតខ្លាំងមែនតើដោយសារតែ resort ហ្នឹងគឺគេធ្វើនៅលើភ្នំហើយបើទេសភាពវិញគឺដូចផ្ទាំងគំនូអញ្ចឹងបើបន្ទប់គេងគេវិញគឺមានច្រើនប្រភេទមានជាប្រភេទតង់ហើយនឹងជាកតុបហ្មងហើយមួយទៀតនឹងជាកតុបបែបគ្រួសារដោយកតុបដែលខ្ញុំគេងនេះគឺខ្ញុំគេងជាកតុបនេះខ្ញុំឲ្យអ្នកនរគ្នាមើលកតុបដែលខ្ញុំគេងគឺកតុបខ្ញុំគេងបែបនេះហើយនៅហ្នឹងគឺធំចឹងអ្នកនរគ្នាចង់ថតរូបលេងអីមកស្រឡាញ់ហើយមួយទៀតគេមាន pool មានអាងហែលទឹកឲ្យយើងហែលទៀតចាំបើសិនជាយើងមកគ្នាច្រើនណាបាច់ចេញទៅដើរលេងនៅណាក៏បានលេងតែនៅក្នុង resort ហ្នឹងក៏សប្បាយដែរគឺម៉ោង7អាកាសធាតុខ្ញុំឆែកមើលទៅគឺ21អង្សានិយាយទៅបើនិយាយពីត្រជាក់ហ្មងគឺស្មើនឹងបើកម៉ាស៊ីនត្រជាក់16អង្សាហើយបើកដង្ហើមអញ្ចឹងណា
cứ cho nên là ở đây cứ tự chạy xuôi hai cứ cho mình thành giảm nhau bên đó cứ ở chạy khăn này cứ tự chạy xuôi mong ấy ôi cho đại ca tiền tự chạy bên đó á nó là mong ở là người khăn ở dương nó bạn to này đó về HP dục sau đó HP dục này cứ nhung nhầm nơi cái resort á anh ấy tôi dương có món tập cái môn đài mình việc thay cái miền trong mình nhiều kê tê trong bản này nhưng mà kê những cái nó trong nhầm ấy chắc ai tập kê về để dương một đo chẳng tức là nghĩ nó cứ kê đẹp trăm ở giường ngày Good morning ថ្ងៃទី2នៃដំណើរកំសាន្តនៅមណ្ឌលគិរីសម្រាប់អាហារពេលព្រឹកថ្ងៃទី2ដោយតារាល់ដងឯគឺកាហ្វេអ្នកនរគ្នាតែកាហ្វេលោកនេះគឺខ្ញុំមកញ៉ាំនៅលើភ្នំដែលឈ្មោះថាចំការកាហ្វេ Pida សម្រាប់នៅហាងកាហ្វេនេះគេមិនមានត្រឹមតែហាងកាហ្វេគេមានជាកន្លែងឲ្យយើងស្នាក់នៅចឹងអ្នកដែលមកលេងនៅមណ្ឌលគិរីអីអាចចង់មកស្នាក់នៅហ្នឹងក៏បានដែរហើយកន្លែងដែលខ្ញុំអង្គុយហ្នឹងជម្រៅចុះទៅក្រោមគឺ719ម៉ែត្រសម្រាប់ហាងកាហ្វេនេះគឺអីដែលខ្ញុំចាប់អារម្មណ៍គឺការ design របស់គេមានអារម្មណ៍ថាបែបដូចអង្គការរបៀបមើលអារម្មណ៍ហ្នឹងខ្ញុំបាក់និយាយមានន័យថាបរិបត្តិគេហ្នឹងគឺដូចថាកន្លែងអង្គការមួយបែបបរទេសអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់អ្នកដែលមានកូនតូចបានមកស្នាក់នៅនេះគឺល្អត្រង់ថានេះគឺគេមានកន្លែងលេងសម្រាប់កូនក្មេងតូច activity playground បែបពលកម្មហ្នឹងនិយាយតែអាហ្នឹងខ្ញុំអត់ដឹងនិយាយថាម៉េចប៉ុន្តែគាត់ថាខ្ញុំយល់ពីរបៀបលេងអាហ្នឹងហើយគេក៏មានជាអាងហែលទឹកនិយាយទៅអាងហែលទឹកគេធំហើយទេសភាពបែរទៅភ្នំនិយាយទៅនៅនេះទេសភាពខាងណាក៏ដោយគឺសិតតែភ្នំទាំងអស់ហើយនៅ Pida ហ្នឹងគឺគេមានចកាកាហ្វេហើយចកាផាសិនហើយមានចកាអីផ្សេងច្រើនមែនតើនិយាយទៅតាមតូចមួយនេះអត់តាន់បានច្រើនទេប៉ុន្តែនិយាយពីផ្លែនេះអូឡើងធំល្អហ្មងណាបងប្អូននេះគឺដើមកាហ្វេនេះគឺជាការដើមកាហ្វេហ្មងសម្រាប់ដើមកាហ្វេនៅនេះគឺអត់ធំទេតូចប៉ុន្តែគ្រប់ដើមគឺផ្កាទាំងអស់ហ្មងនេះបងប្អូននេះបងប្អូនណាដែលឃើញផ្កាកាហ្វេបងប្អូននេះទៅផ្កាគេស្អាតហ្មងណាជាប់ជាមួយនឹងមេឃហ្មងទៅបើដើមនេះវិញនេះបងប្អូនឡើងចេញផ្លែនេះផ្លែគេមានចាស់នេះប្រភេទផ្លែចាស់នេះចេញពណ៌ឆេះហើយនេះគឺក្រហមអូល្អមែនតើហើយផ្លែមួយធំណាបងប្អូននេះមើលធំមែនតើឡើងប្រពន្ធមកកណាំងដៃខ្ញុំឃើញអត់ឡើងធំហ្មងនេះបងប្អូនអើយបើដើមនេះវិញនិយាយពីថាផ្លែច្រើនមែនតើនេះនិយាយទៅមកដើមមានមកចកានេះឃើញដើមនេះរៀងធំជាងគេដល់ពេលផ្លែវិញក៏ផ្លែធំមានរងទុំហ្នឹងនេះអូល្អមែនតើនេះធំណាស់និយាយទៅមួយប្រពន្ធមកកលាក់ដៃខ្ញុំឯនេះមួយហ្នឹងប្រពន្ធកលាក់ដៃអូយល្អមែនតើហើយចកាធំមកបងប្អូនអើយនេះឡើងដល់នោះទៀតទៅឆ្ងាយមែនតើចកានេះល្អហើយអានេះគាត់ធ្វើរោងផាសសិននិយាយទៅដីនៅមណ្ឌលគិរីខ្ញុំសរសើរហ្មងដីល្អមែនតើនេះមើលដើមផាសិនតើប្រវែងនេះឯងចេញផ្លែចេញអីណាខ្ញុំក៏ធ្លាប់ដើមផាសិនដែរប៉ុន្តែដល់ប៉ុណ្ណឹងហើយក៏អត់ទាន់ផ្លែដែរតែមើលផាសិននេះថ្ងៃនេះមកមើលផ្ទះលំហែនៅមណ្ឌលគិរីម្ដងស្អាតហ្មងនេះនិយាយទៅមានអាហារបុរាណទាន់សម័យហ្មងមកផ្ទះហើយក៏ប្រើកញ្ចក់នេះគឺស្អាតដោយសារតែនៅនេះខែត្រជាក់ជាងទៅគឺគេធ្វើរៀនហាទុកជុំគ្នាអាំងសាច់នៅកណ្ដាលហ្នឹងណាគឺពេលដែលមកនឹងនិយាយអីអាចធ្វើភ្លុកភ្លើងកណ្ដាលសាច់បានហើយបើផ្ទះវិញគឺរបៀបផ្ទះបុរាណលាយសម័យនិយាយពីថាស្អាតហ្មង
កាត់មកដល់វគ្គញ៉ាំអាហារពេលយប់ថ្ងៃទី2នេះគឺញ៉ាំសាច់អាំងបែបកូរ៉េជាមួយនឹងគីមឈីយើងអាំងក្លោកអាំងអីញ៉ាំយើងញ៉ាំនៅឲ្យតអញ្ចឹងយើងត្រូវតែវាយជាឈុតឲ្យត្រូវជាមួយនឹងទីកន្លែងឈុតយើងត្រូវតែស្បែកជើងកវិញកសែងបងកអញ្ចឹងមើលទៅដូចថាល្ងាខ្លាំងអញ្ចឹងហើយគេអ្នកនរគ្នាហើយក៏ខាង resort គេមានជូនជាការបាញ់កំជ្រួចអញ្ចឹងណាចាអញ្ចឹងយើង enjoy ជុំហើយនេះខ្ញុំចង់និយាយគឺដលងនេះមួយចាដលងហ្នឹងណាឃើញសម្បកក្រាថាខ្លោយទៅពេលកាច់មកខាងក្នុងគឺនៅល្អហើយសំខាន់ផ្អែមឆ្ងាញ់កំមុតឆ្ងាញ់ហ្មងហើយកុំថាឡើយតែដលងសូម្បីតែការ៉ុតក៏ឆ្ងាញ់ដែរទៅនៅទឹកដីមណ្ឌលគិរីនោះដាំអីក៏ឆ្ងាញ់ដែរអញ្ចឹងសម្រាប់ដំណើរកំសាន្តនៅមណ្ឌលគិរីខ្ញុំមានតែប៉ុណ្្នឹងឯង Good night bye bye